នេះគឺជាលើកចុងក្រោយហើយដែលគាត់លាចាក់លោកទៅក្នុងការជាលើកចុងក្រោយនៃជីវិតមនុស្សម្នាក់មនុស្សសត្វលោកទាំងឡាយវាមិនទៀងស្ថិតស្ថេរនៅឡើយទេលុះត្រាតែពេលមានរោគាព្យាធិមុខរោមហើយក៏មកប្រទាមហើយគឺមានតែកើតចាស់ឈឺស្លាប់ជាធម្មតាដូច្នេះហើយក៏គ្មានអ្នកណាអាចវេះបានពីរោគាមួយនេះទេដូច្នេះហើយចូលខំធ្វើអំពើល្អខំសាងបុណ្យកុសលទាំងប៉ុន្មានហើយក៏សូមតាំងចិត្តរក្សាសិលជំរះកាយជំរះចិត្តអាក្រក់ចេញដើម្បីចូលយកនៅផលអានិសង្សកុសលផលបុណ្យជាចុងក្រោយអត់មានអីទេមានតែមួយប៉ុណ្ណឹងទេហើយដូច្នេះហើយក្នុងការនិយាយទៅខុសត្រូវអីត្រង់តាណាក៏សូមខន្តីអភ័យទោសផងណាហ្នឹងហើយ